បងប្អូនអ្នកដែលឆ្ងល់ថាជ្រូកកណ្ដុរស៊ីអីជ្រូកកណ្ដុរវារួមទៅវាបន្លែសឹងតែគ្រប់មុខវាធន់នឹងជំងឺអីច្រើនអញ្ចឹងសម្រាប់អ្នកដែលគួរចិញ្ចឹមគួរចាប់អារម្មណ៍អាចមើលប្រភេទសត្វជ្រូកកណ្ដុរនេះបានសារវាអែមចឹងអ្នកដែលចូលចិត្តចំសត្វចឹងត្រូវយើងចំយើងដាំស្មៅដាំអីផងទៅយើងមានបន្លែអីគេថាតកួនអីចឹងចេះដាំទៅដើម្បីគ្រប់គ្រងចំណីវាចឹងទៅការចិញ្ចឹមជ្រូកកណ្ដុរវាស្រួលហើយយើងច្នៃចំណីច្នៃឲ្យបានច្រើនហើយវាមិនខាតទេភាសាប្រព័ន្ធហ្នឹងវាជាចំណូលហុចឲ្យយើងប្រចាំឆ្នាំស្មុគទៅវាមួយយ៉ាងដែរសម្រាប់យើងធ្វើការផងយើងរកចំណូលប្រចាំឆ្នាំផងវាអែមមែនតើសម្រាប់យើងអ្នកដែលប្រកបការងារអញ្ចឹងបងប្អូនមើលជាក់ស្ដែងដែរអ្នកដែលឆ្ងល់ពីថាសត្វជ្រូកកណ្ដុរហ្នឹងវាស៊ីអីខ្លះអញ្ចឹងណាអញ្ចឹងគឺវាស៊ីប្រភេទបន្លែស្មៅស្អីរុក្ខជាតិបៃតងដែលវាអាចថាវាស៊ីបានអញ្ចឹងបាច់ភ័យទេបងប្អូនមើលការប្រវល់អីស្អីហ្នឹងគាត់ថាមានបន្លែធម្មជាតិទាំងអស់